ឯកឧត្តមសុតរស្មីរដ្ឋលេខាធិការអញ្ជើញចុះពិនិត្យវិតម្លៃលទ្ធផលការងារថែទាំជាប្រចាំឆ្នាំ2026ដំណាក់កាលទី1និងប្រគល់ទទួលការថែទាំខួបប្រព័ន្ធធារាសាស្ត្រក្នុងភូមិសាស្ត្រខេត្តកំពង់ធំនាថ្ងៃសុក្រ11រោចខែបឋមសាទឆ្នាំមីអត្តស័កពុទ្ធសករាជ2570ត្រូវនឹងថ្ងៃទី10ខែកក្កដាឆ្នាំ2026ឯកឧត្តមសុតរស្មីរដ្ឋលេខាធិការនិងជាប្រធានគណៈកម្មាធិការលទ្ធកម្មក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមថោជិថារដ្ឋមន្ត្រីក្រសួងធនធានទឹកនិងអូតូនិយមបានដឹកនាំក្រុមការងារអន្តរក្រសួងរួមជាមួយតំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុចុះពិនិត្យវិតម្លៃលទ្ធផលការងារថែទាំជាប្រចាំឆ្នាំ2026ដំណាក់កាលទី1និងពិធីប្រគល់ទទួលការថែទាំខួបប្រព័ន្ធធារាសាស្ត្រក្នុងភូមិសាស្ត្រខេត្តកំពង់ធំក្នុងបេសកកម្មចុះត្រួតពិនិត្យនេះឯកឧត្តមរដ្ឋលេខាធិការនិងក្រុមការងារបានចុះពិនិត្យដោយផ្ទាល់នៅលទ្ធផលការងារថែទាំចំនួន3ទីតាំងសំខាន់ៗរួមមានទី1ប្រព័ន្ធធារាសាស្ត្រតាំងក្រសាំងស្ថិតក្នុងឃុំទីពោស្រុកសន្ទុកខេត្តកំពង់ធំទី2ប្រព័ន្ធធារាសាស្ត្រ30កញ្ញាស្ថិតក្នុងស្រុកស្ទងខេត្តកំពង់ធំទី3ការថែទាំខួបប្រព័ន្ធធារាសាស្ត្រប្រឡាយអូជីមៀកស្ថិតក្នុងស្រុកស្ទងខេត្តកំពង់ធំក្នុងឱកាសនោះឯកឧត្តមរដ្ឋលេខាធិការបានសម្ដែងការកោតសរសើរចំពោះនាយកដ្ឋានធារាសាស្ត្រកសិកម្មដែលបានខិតខំប្រឹងប្រែងអនុវត្តការងារថែទាំ ONM ដំណាក់កាលទី1នេះប្រកបដោយប្រសិទ្ធភាពនិងតាមបទដ្ឋានបច្ចេកទេសឯកឧត្តមបានសង្កត់ធ្ងន់ថាការថែទាំហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រជាប្រចាំគឺជាកិច្ចការអាទិភាពដ៏ចាំបាច់ដើម្បីធានាបាននូវនិរន្តរភាពគុណប្រយោជន៍សម្រាប់អន្តរវិស័យរួមមានការស្រោចស្រពដំណាំកសិកម្មការរំដោះទឹកជំនន់ការប្រើប្រាស់ទឹកសម្រាប់ជីវភាពប្រចាំថ្ងៃនិងការលើកកម្ពស់សេដ្ឋកិច្ចសង្គមនៅមូលដ្ឋានទន្ទឹមនឹងការវិតម្លៃលទ្ធផលការងារនេះឯកឧត្តមរដ្ឋលេខាធិការក៏បានអំពាវនាវដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់និងបងប្អូនប្រជាពលរដ្ឋនៅក្នុងតំបន់សូមបន្តចូលរួមសហការជាមួយមន្ទីរធនធានទឹកនិងអូតូនិយមក៏ដូចជាមន្ត្រីបច្ចេកទេសពាក់ព័ន្ធដើម្បីជួយថែរក្សាការពារសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធទឹកឲ្យបានគង់វង្សនិងប្រើប្រាស់បានយូរអង្វែងជាប្រយោជន៍រួម